ជំរាបសួរអូនសុខសប្បាយបងឥឡូវសូមណែនាំឈ្មោះក៏ដូចជាទីលំនៅអូនបច្ចុប្បន្នក៏ដូចជាស្រុកកំណើតនៅទីណាដែរជំរាបសួរបងប្អូនអរគ្នានេះខ្ញុំឈ្មោះផនសេពេជ្រស្រុកកំណើតគឺនៅខេត្តកំពង់ចាមស្រុកកំណើតនៅកំពង់ចាមហើយសប្តាហ៍អូនរស់នៅកំពង់ចាមឬក៏នៅទីក្រុងភ្នំពេញខ្ញុំរៀននៅភ្នំពេញហើយធ្វើការនៅកំពង់ចាមរៀននៅភ្នំពេញចាធ្វើការនៅកំពង់ចាមអញ្ចឹងមានន័យថាអូនធ្វើដំណើរពីកំពង់ចាមមកជួបជាមួយនឹងបងផ្ទាល់ឬក៏យ៉ាងម៉េចថ្ងៃហ្នឹងគឺខ្ញុំមករៀនដែរបងមករៀនដែរអូខេហើយឥឡូវចាំសម្រាប់ថ្ងៃនេះបងចង់សួរអូនថាអូនចេះរើសជាមួយនឹងផលិតផល AK7 មួយណាដែលអូនយកទៅប្រើប្រាស់ផ្ទាល់ហើយទទួលបានជាមួយនឹងលទ្ធផលខ្ញុំជ្រើសជាមួយនឹងកាហ្វេដោយសារពីមុនគឺខ្ញុំគីឡូខ្ញុំគឺវានឹងវាអត់ឡើងក៏វាអត់ចូលដែរតែកៀងគីឡូហ្មងហ៎បងហើយទៅខ្ញុំប្រើកាហ្វេអីផ្សេងក៏ត្រូវដែរហើយគីឡូខ្ញុំដំបូង60ដល់ពេលខ្ញុំប្រើកាហ្វេហ្នឹងទៅវាចុះសោះ57ហ៎បងហើយឥឡូវគឺខ្ញុំប្រើទៀតខ្ញុំប្រើដំបូងខ្ញុំប្រើអស់តា8កញ្ចប់ទេ8វាសល់2គីឡូ8កញ្ចប់ចឹងមកប្រអប់យើងគឺយើងមានតែដល់12កញ្ចប់ហើយបងហើយប្រើតែ8សល់តែ12គីឡូខ្ញុំប្រើតែពេលប្រើហើយបន្តមកទៀតគឺខ្ញុំកាត់បន្ថយប្រើពីមុនគឺខ្ញុំប្រើមួយថ្ងៃមួយកញ្ចប់បន្ទាប់មកគឺខ្ញុំចាប់ដើមប្រើ3ទៅ2ថ្ងៃមួយកញ្ចប់វិញដោយសារតែយើងស្រឡាញ់គីឡូប៉ុណ្ណឹងហ៎គីឡូប៉ុណ្ណឹងហើយអត់ធ្វើតកអត់មានឲ្យយើងពិបាកក្នុងខ្លួនអីទេហើយក៏អត់រៀកអីដែរហើយមានឆ្ងល់អត់ថាហេតុអីបានបើសិនជាយើងអត់ធ្វើទុកឧទាហរណ៍អត់ធ្វើទុកអត់រីអត់អីហេតុអីបានយើងសម្រក់គីឡូព្រោះមានអតិថិជនខ្លះក៏ប្រកាសជាឆ្ងល់សុំសំដីពិតពីអតិថិជនដែលគាត់ feedback ថាគីឡូនោះស្រកតាមណាវិញខ្ញុំញ៉ាំអីអញ្ចឹងទៅគឺខ្ញុំនេះរងថ្ងៃបងព្រលឹមឡើងជើងរងថ្ងៃបោះជើងរងថ្ងៃគឺអត់ដែរខានទេហើយអញ្ចឹងព្រលឹមឡើងខ្ញុំផឹកទៅដល់ពេលព្រលឹមឡើងស្អែកទៀតគឺបោះជើងតែយើងបាត់ជើងព្រោះជាទូទៅមុននឹងយើងបើសិនជាយើងអត់បានញ៉ាំជាមួយនឹងកាហ្វេអាច2ទៅ3ថ្ងៃបាត់ជើងម្ដងមិនហ៊ានយ៉ាងអីណាបងអត់រៀកទេហ្នឹងហើយគឺធម្មតាហើយស្រួលខ្លួនមកថាយើងញ៉ាំថ្ងៃហ្នឹងអញ្ចឹងអស់ហើយស្អែកអីហ៎គឺរំលាយទៅតាមការបាត់ជើងអស់លេងតែម្ដងអញ្ចឹងសម្រាប់បងអូនដែលគាត់មក feedback ជាមួយនឹងផលិតផលកាហ្វេសម្រាប់ថ្ងៃនេះគឺមានន័យថាតាមពិតគីឡូរបស់គាត់គឺកាំគាត់ឆ្លាញ់គីឡូខ្លួនឯងប៉ុន្តែឥឡូវគាត់ឆ្លាញ់គីឡូប៉ុណ្ណឹងដំបូងគឺគាត់ញ៉ាំជាមួយនឹងកាហ្វេ AK7 ត្រឹមតែ8កញ្ចប់ប៉ុន្តែគាត់ស្រកទៅដល់2គីឡូហើយគាត់ព្យាយាមនៅក្នុងការសម្រក់ទៀតប៉ុន្តែឥឡូវនេះគឺគាត់គិតថាគាត់ឆ្លាញ់គីឡូប៉ុណ្ណឹងហើយគឺថែតែម្ដងចាកាបន្ថយការញ៉ាំដូចខ្ញុំជម្រាបប្រាប់ទៅកាន់អតិថិជនអ្នកដែលគាត់បានញ៉ាំជាមួយនឹងកាហ្វេអញ្ចឹងកាហ្វេ AK7 បើសិនជាយើងសម្រក់គីឡូយើងពេញចិត្តហើយមួយថ្ងៃយើងអាចញ៉ាំត្រឹមតែ1កញ្ចប់ទេដើម្បីជួយរំលាយខ្លាញ់រំលាយអាហារដែលយើងញ៉ាំរាល់ថ្ងៃហើយបើសិនជាអតិថិជនខ្លះគាត់ឆ្ងល់ថាអូខេអត់ឈឺពោះអត់រាករូសអត់មានបញ្ហាអីទាំងអស់សួរថាសម្រក់គីឡូទៅតាមណាចាគឺរំលាយខ្លាញ់ទៅតាមការបត់ជើងពេលខ្លះខ្លាញ់ហ្នឹងយើងមើលឃើញទេប៉ុន្តែទៅតាមការបត់ជើងហើយពេលខ្លះទៅតាមញើសសូម្បីតែយើងបែកញើសក៏ខ្លាញ់ហ្នឹងចេញទៅតាមញើសទៀតបត់ជើងតូចក៏ខ្លាញ់ក៏ចេញទៅតាមការបត់ជើងតូចទៀតចឹងមិនបាច់ឆ្ងល់ទេថាហេតុអីបានញ៉ាំជាមួយនឹងកាហ្វេសម្រក់របស់ក្រុមហ៊ុន AK7 មានអតិថិជនគឺគាត់ពេញចិត្តខ្លាំងដោយសារតែគាត់ញ៉ាំបដាគាត់អាចធ្វើការបដាអត់មានផលប៉ះពាល់រំខានទៅដល់អតិថិជនទេអញ្ចឹងអ្នកដែលគាត់ចង់បានជាមួយនឹងកាហ្វេសម្រក់រៀងដែលមានគុណភាពហើយសុវត្ថិភាពទៅដល់សុខភាពកុំភ្លេចជ្រើសរើស AK7 ហើយមានបានកោះរង្វាន់ដែរអញទិញពេលដែលអញទិញពេញប៉ះលក្ខណៈកោះរង្វាន់ឬក៏ពេលខ្ញុំទិញអត់ទាន់មានអាហ្នឹងឯងបងអត់ទាន់មានអាហ្នឹងទេខ្ញុំសម្រាប់មួយទៀតសម្រាប់អ្នកដែលគាត់ចង់បានផលលឿនគឺគាត់ញ៉ាំពេលព្រឹកឡើងអត់ទាន់ញ៉ាំបាយញ៉ាំអីគាត់អាចញ៉ាំពេលព្រឹកឡើងហ្នឹងដឹងផលលឿនណាបងនេះអតិថិជនប៉ិតណាចាអញ្ចឹងជំរាបប្រាប់ថាបើសិនជាបងប្អូនគ្នាចង់ញ៉ាំកាហ្វេសម្រក់លឿនគឺមុននិយាយទៅគឺងើបពីគេងឡើងបងប្អូនគ្នាគាត់ណាហូបនិយាយទៅគាត់ញ៉ាំទឹកមួយកែវសិនហើយញ៉ាំទឹកកែវហើយគាត់ញ៉ាំកាហ្វេហ្នឹងទៅគឺស្រក់លឿនតែឥឡូវនេះគឺញ៉ាំតែមួយថ្ងៃមួយកញ្ចប់ឯណាមកខ្លះណា2ថ្ងៃមួយកញ្ចប់ទេ2ថ្ងៃមួយកញ្ចប់ឧទាហរណ៍ថាខ្ញុំញ៉ាំអីជ្រុលទៅបើខ្ញុំដាក់ម្ដង2កញ្ចប់ហ្មងវ៉ាចាអញ្ចឹងនេះគឺជាសម្ដីប៉ិតពីអតិថិជនដែលគាត់ប្រើប្រាស់ជាមួយនឹងផលិតផលកាហ្វេសម្រក់រៀងសាច់ស្អាត AK7 ហើយចង់ជម្រាបប្រាប់បើសិនជាវគ្គក្រោយបងអូនទិញជាមួយនឹងផលិតផលកាហ្វេគឺសម្រក់លើសនឹងទៀតឥឡូវគឺយើងបានបន្ថែមជាមួយនឹងគុណ2 extra ហើយក៏មានការកោះរង្វាន់អញ្ចឹងអាចនិយាយថាបើសិនជាអូនទិញក្រោយឬក៏មានបងប្អូនអ្នកដែលស្គាល់អញ្ចឹងកុំភ្លេចជួយប្រាប់គាត់ផងខ្ញុំខ្លាចព្រោះដោយសាររង្វាន់ធំវាមានតែដល់$10000អញ្ចឹងជួនកាលគាត់ញ៉ាំហើយគាត់បោះចូលធុងសម្រាប់លេងអារង្វាន់$10000នៅកន្លែងហ្នឹងទៅយើងមិនស្ដាយអញ្ចឹងកុំភ្លេចមើលទាំងអស់គ្នាហើយបើសិនជាវគ្គមុនគឺខ្ញុំមានដាក់ស្លឹកឆ្នោតចូលទៅក្នុងហ្នឹងបើសិនជាត្រូវជាមួយស្លឹកឆ្នោតមានន័យថាឲ្យតែត្រូវគឺដឹងតែមានរង្វាន់ហ្មងចាអញ្ចឹងកុំភ្លេចណាអត់មើលជាមួយនឹងរង្វាន់ញ៉ាំជាមួយកាហ្វេហើយត្រូវទាំងរង្វាន់បានទទួលទាំងគុណភាពហើយសំខាន់ដូចខ្ញុំបានបញ្ជាក់អញ្ចឹងនេះជាអតិថិជនប៉ិតគឺអត់មានបានជួលមកអីណាហើយឥឡូវបងប្អូនគ្នាគាត់គឺមកផ្ទាល់គាត់ feedback ឲ្យខ្ញុំឲ្យខាងក្រុមការងារតាក់ទងទៅគាត់បើសិនជាគាត់ថាទំនេរឬក៏គាត់អាចអញ្ជើញមកបានគឺខ្ញុំហៅគាត់មកឥឡូវនេះបងប្អូនគ្នាប្រកាសជាដឹងហើយថា AK7 យើងគឺយើងជ្រើសរើសជាមួយនឹងផលិតផលដែលមានគុណភាពចាគឺពិតតែម្ដងសង្ឃឹមថាបងប្អូនគ្នាអ្នកដែលគាត់ចង់សម្រក់គីឡូឬក៏ចង់ប្រើប្រាស់ជាមួយផលិតផលអីគឺអាចជ្រើសរើសជាមួយនឹង AK7 ទាំងអស់គ្នាចាតោះចូលកែឈៀកាហ្វេ
មួយគ្នាយេចាសំខាន់ណាស់ជាកាហ្វេទៀតណាមិញអត់តបាននិយាយពីរសជាតិទេណាឥឡូវញ៉ាំទេហើយនិយាយពីរសជាតិទៅកាន់អតិថិជនតិចមើល សម្រាប់រសជាតិវិញគឺឆ្ងាញ់អ្នកដែលគាត់អត់ចេះញ៉ាំកាហ្វេគាត់អាចញ៉ាំបានដែរបងប្អូនអរគ្នាគឺឆ្ងាញ់ហ្មង ចាអញ្ចឹងអ្នកដែលអត់សូវចេះញ៉ាំកាហ្វេក៏អាចញ៉ាំបានដែរព្រោះដោយសារតែយើងដាក់សារធាតុ coffee នៅក្នុងនោះគឺអត់ច្រើនទេអញ្ចឹងបាច់ភ័យថាអូញ៉ាំទៅមានបញ្ហាញ័រអីអត់ទេហើយសំខាន់គឺវាអត់មានសារធាតុស្ករអ្នកដែលគាត់មានបញ្ហាទឹកនោមផ្អែមទឹកនោមប្រៃលើសឈាមលើសជាតិស្ករឬក៏បញ្ហាសុខភាពក៏អាចញ៉ាំបានដែរញ៉ាំបានទូទៅគ្រប់ប្រភេទដូចថាបុរសនារីប្រុសស្រីក្មេងចាស់គឺអាចញ៉ាំបានទាំងអស់ចាអរគុណច្រើនអរគុណអូន Hey, que su buen pala te pal on cha, cha sa trong na on pra